ជំរាបសួរអ្នកទាំងអស់គ្នាហើយវីដេអូនេះគឺវីដេអូដែលខ្ញុំធ្វើមុនថ្ងៃឡើងយន្តហោះប្រហែលជា2ថ្ងៃរៀបចំអីវ៉ាន់ឡើងមកវិញហ្នឹងហើយពេលព្រឹកនេះគឺមីងគាត់ដើររើសស្វាយទុំក៏រើសណាល្អទុកញ៉ាំប៉ុន្តែណាអត់សូវល្អហ្នឹងគាត់រើសឲ្យគោព្រោះអីញ៉ាំអត់អស់ហើយណាមួយស្វាយផ្អែមពេកប៉ុន្តែបើសិនជាមានស្វាយណារៀងជូរអែមនឹងចូលចិត្តវិញតែផ្អែមពេកអត់ចិត្តញ៉ាំនេះហើយឥឡូវហ្នឹងគឺមីងខ្ញុំក៏កំពុងតែបង្កាត់ភ្លើងដើម្បីឆ្អើត្រីឲ្យយកមកព្រោះអីចង់ញ៉ាំត្រីម្ដែងស្រស់ត្រីស្រែយើងគាត់បង្កាត់ភ្លើងហើយក៏ដើរមកដោតត្រីម្ដែងហ្នឹងដើម្បីយកទៅឆ្អើហើយមានបងស្រីខ្ញុំក៏ជួយដោតហើយកំពុងតែអង្គុយក៏អ្នកលក់អីវ៉ាន់លក់ម្ហូបតាមផ្លូវហ្នឹងគាត់មកដល់ផ្ទះអញ្ចឹងហើយទៅរកមើលអីញ៉ាំសិនហើយណាមួយបងគាត់រកមើលអីដើម្បីធ្វើម្ហូបញ៉ាំដែរស្អប់ទៅរកមើលអីហូបមួយគេដែរអែមនឹងហើយណាខ្ញុំអស់កម្លាំងទុនដៃទុនជើងថាមានកម្លាំងតែពេលហូបបានផ្លែនអត់ដងហេក្តាមនឹងធ្វើម៉េចនៅខាងភូមិស្រុកខ្ញុំគឺមានលក់ម្ហូបលក់បន្លែអីមកដល់ផ្ទះព្រោះអីនៅខាងខ្ញុំជនបទឆ្ងាយពីផ្សារបើជិះម៉ូតូពីផ្ទះទៅផ្សារប្រហែលជា30នាទីអីហ្នឹងពេលមានអ្នកលក់យកមកដល់ផ្ទះចឹងទៅងាយស្រួលដល់បងប្អូនយើងមួយចំនួនដែលគាត់អត់មានមធ្យោបាយធ្វើដំណើរហើយគាត់លក់ហ្នឹងមានដូចជាបន្លែត្រីសាច់ហើយបង្អែមនំប៉័ងអីហើយអ្នកខ្លះគឺគាត់ទិញម្ហូបដែលគេចម្អិនស្រាប់ដូចជាបាយស្រូបព្រឹកហើយនំបញ្ចុកកាទៀវឆាអីអត់ឃើញបបចាប់ឆាយនេះកណ្ដោហ្នឹងឃើញចាប់ឆាយអីnôm cái em mua em ấy kia tí chai thôi chắc chai men đã miên ra cái bông rô đây nó ngay anh ấy khẩu cả cả cho mỗi tiệt một thì sẽ đấu khai cho em bị vô biết không cho pì rồi nhưng mà tay nó crom sợ chị là hai vợ mới gặp lại ăn thêm tiền đâu em tay cái chặt tự chờ cái tay tự ăn này ăn ẩm đi nhảy cái dây của mày dây của tụi tinh chân chơi bạn ấy tao em gì hả dạ lẹ nó mình có ba xăng say rồi chả mà đắp chặt nó hở vô pi mó bạn chặt trái bạt chả hắn này hơn nó hùn chả chỗ đắp được còn gì mình giặt check khẩu tại cho ai thật nia không bởi vì chạp check lại chị thầm ăn crom mà ភ្លើងខ្លាំង បើចង់ឲ្យស្រួលចេះរកជះទឹកមកយោងលឺហ្នឹង ចំណែកឯនេះវិញគឺជាសកម្មភាពវេចខ្ចប់អីវ៉ាន់គឺមួយថ្ងៃមុនថ្ងៃឡើងយន្តហោះចង់និយាយថាឲ្យតែពេលទៅលេងស្រុកម្ដងគឺប្រមូលយកមកខ្ទេចខ្ទួអស់ហើយមានត្រីផ្អកត្រីងៀតប្រហុកស្ករស្លឹកក្រូចស្លឹកសណ្ដាន់ស្លឹកម្រុំយកមកអស់ហើយអត់មានឲ្យសល់ទេនៅនេះមានដូចគ្នាក៏ប៉ុន្តែរៀងថ្លៃអញ្ចឹងហើយទៅខំវេចខំខ្ចប់មកដើម្បីទុកសម្រាប់ញ៉ាំនៅថ្ងៃក្រោយហើយនេះគឺព្រឹកថ្ងៃឡើងយន្តហោះគឺរៀបចំអីវ៉ាន់ដាក់ចូលឡានអស់ហើយដាក់ចូលគូតឡានហ្នឹងត្រៀមចេញដំណើរមកវិញហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណជម្រាបលាបាយ